vàជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនប្រកាសណាស់ថារាល់ថ្ងៃនេះបងប្អូនទាំងអស់គ្នាភ័យខ្លាចក្នុងការកើតមានកន្ធាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបញ្យល់បងប្អូនទាំងអស់គ្នាពីរបៀបនៃការការពារផ្ទះឬក៏លំនៅឋានរបស់បងប្អូនទាំងអស់គ្នាពីបញ្ហាសត្វកណ្ដៀរជាជំហានទី1គឺក្រុមការងារខាងបច្ចេកទេសការពារកណ្ដៀរគឺពួកយើងខួងបេតុងឬក៏ការ៉ូទៅតាមបច្ចេកទេសទៅតាមស្ថានភាពរបស់ផ្ទះបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងខួងរួចអស់ហើយគឺយើងធ្វើការលាយទឹកថ្នាំនេះដែរគឺការពារបានរយៈពេលដល់ទៅ5ឆ្នាំផងដែរបងប្អូនទាំងគ្នាអញ្ចឹងយើងបាញ់ចូលទៅតាមរុនដែលយើងបានបុកឬក៏ខួងនីមួយៗហ្នឹងហើយគឺយើងបញ្ចូលទឹកថ្នាំទៅតាមចំណុះទៅតាមស្តង់ដារបន្ទាប់ពីយើងបញ្ចូលរួចអស់ពួកយើងនឹងធ្វើការបិទរុនទាំងអស់ហ្នឹងឲ្យជិតដូចដើមបាទអញ្ចឹងបច្ចេកទេសទាំងអស់ហ្នឹងហើយដែលជួយការពារផ្ទះឬក៏គេហដ្ឋានរបស់បងប្អូនទាំងគ្នាពីបញ្ហាកណ្ដៀរបងប្អូនទាំងគ្នាអាចតាក់ទងមកក្រុមហ៊ុន Plus Service Center យើងបានអរគុណបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយ